តើកោះកុងក្រៅនឹងក្លាយទៅជាកោះរ៉ុងទី2ឬយ៉ាងណាលោកកាត់មេឃមានសិទ្ធិអភិវឌ្ឍនៅកោះរ៉ុងតាំងពីឆ្នាំ2008រយៈពេល99ឆ្នាំមួយផ្នែកធំនៃកោះនេះបាននឹងកំពុងប្រែក្លាយជាឆ្នេរឯកជនសណ្ឋាគារលំដាប់ផ្កាយ5រមណីយដ្ឋានកាស៊ីណូទីលានវាយកូនហ្គោលនិងប្រលានយន្តហោះជាដើមខណៈដែលទឹកភ្នែកពលរដ្ឋមូលដ្ឋានកើតមានជាហូរហែចំណែកនៅកោះកុងក្រៅលីយ៉ុងផាត់មានសិទ្ធិអភិវឌ្ឍតាំងពីឆ្នាំ2019មកម្លេះក្នុងនាមជាប្រជាពលរដ្ឋយើងជំរុញឲ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណពីលីយ៉ុងផាត់ជាបន្ទាន់រដ្ឋាភិបាលត្រូវបង្ហាញជំហរក្នុងការគ្រប់គ្រងកោះដោយខ្លួនឯងដោយបណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាចធ្វើបានមិនចាំបាច់ទាល់តែប្រគល់ទៅឲ្យឯកជនដើម្បីអភិវឌ្ឍនោះទេចុះបងប្អូនយល់យ៉ាងណាដែរចង់ឲ្យរដ្ឋាភិបាលដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រហើយគ្រប់គ្រងដោយអំណាចរដ្ឋផ្ទាល់ឬក៏ចង់ឲ្យរដ្ឋាភិបាលលក់ទៅឲ្យឯកជនសូមបងប្អូនបញ្ចេញមតិយោបល់នៅក្នុងប្រអប់ comment ទាំងអស់គ្នា